កុំបារម្ភអីបងប្រុសខ្ញុំពិតជានឹងជួយសង្គ្រោះម្ដាយរបស់ខ្ញុំហ៊ីអានរ៉ានគ្រាន់តែក្នុងករណីចុះបើហ៊ីអានរ៉ានជួបរឿងដែលមិននឹកស្មានដល់ខ្ញុំបានសម្លាប់អារៈដើម្បីសងសឹកអ្នកខ្ញុំនឹងចុះមករកក្រុមរបស់អ្នកលោកគ្រូហមនេះហៅខ្ញុំថាក្បាច់គុណបងប្រុសសុខសប្បាយទេខ្ញុំគ្រាន់តែជាជាងកាត់ឈើដែលចេះតែកាប់ឈើតើអ្នកចេះក្បាច់គុណអ្វីទេលោកគ្រូកម្លាំងនិងមុំរបស់ឆេងមីងវាគឺច្បាស់លាស់បំផុតពេញដោយតណ្ហាពីសាមញ្ញប្រសិនបើវាមិនមែនសម្រាប់មេធ្វើការសម្រាប់ចិត្តទេវានឹងមានអាណាចក្របែបនេះខ្ញុំនៅតែចង់ឲ្យចៅវាយមិនបង្រៀនខ្ញុំវាត្រូវបានគេនិយាយថាការសងសឹកនេះខ្ញុំប្រាប់អ្នករាល់គ្នាថាបងប្អូនយកខុសតើខ្ញុំអាចយល់ថាអ្វីជាចង្វាក់ខ្ញុំទើបតែឡើងភ្នំកាប់អស់តាំងពីនៅក្មេងអ្វីក៏ដោយដែលងាយស្រួលសម្រាប់អ្នកអូប្រសិនបើអ្នកទូចឲ្យនិយាយអំពីអាណាចក្រគ្មាននរណាម្នាក់ជាអ្នកដំបងឡើយហាហាហាពូដំបងដោយសុវត្ថិភាពលោកហ្វេងតើមានអ្វីកើតឡើងតើកន្លែងនេះជាអ្វីតើ Hell និង Fang Journey ណានេះគឺជាអណ្ដូងរបស់អារៈបងហាវនិងបងធំវាអារៈនោះធ្លាក់ចូលទៅក្នុងទឹកខ្ញុំក៏មិនស្គាល់ពួកគេដែរកុំបារម្ភអំពីគ្រាមភាសាបងហាវពិតជាអស្ចារ្យមែនគាត់ប្រកាសជាមិនអីទេបងប្រុសហាវនឹងមកជួយសង្គ្រោះយើងហា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 និយាយបានល្អខ្ញុំសូមជូនពរឲ្យខ្ញុំអាចមកជួយសង្គ្រោះអ្នកឲ្យបានឆាប់នេះនឹងអនុញ្ញាតឲ្យអ្នកទាំងពីរខ្លឹមសារនៃយិននិងយ៉ែងត្រូវបានបូមស្ងួតបណ្ដោះលេខាបិសាចឈាមដល់កំពូលហាហាហាជប់យកច្រឡំទាំងនេះទៅបងប្រុសដ៏ល្អនឹងវាអ្នកដល់ដីក្មេងស្រីឆ្លាតអីមិនមែនជារឿងល្អទេប្រសិនបើវាមិនមែនសម្រាប់ការពិតដែលបុកបរោះចំណាស់នេះត្រូវការសម្រាប់នឹងជាសះស្បើយប៉ុន្មានថ្ងៃនេះតាមដោះជាងខៃសិនដល់ស្ថានភាពកំពូលរបស់វាខ្ញុំបានបូមឈាមរដូវរបស់អ្នកស្ងួតអស់ហើយគាត់បានចាប់ផ្ដើមអនុវត្តគ្រាន់តែរងទុកនៅទីនេះហា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 ជីវិតរមែងស្លាប់មិនអីទេជីវិតរមែងស្លាប់កុំបារម្ភបងប្អូនល្អសូមកុំមានបញ្ហាអីខ្ញុំមិនបានគិតពីការចាក់ចេញមុនទេគ្មាននរណាម្នាក់បានឃើញវាទេខ្ញុំមិនគ្រប់គ្រងភេសជ្ជៈពីណីទេហើយខ្ញុំបានវាគាត់អនុញ្ញាតឲ្យខ្ញុំទៅកុំឪពុកប៉ានឹងកូនអូហូគាត់គឺជាអ្នកដែលខ្ញុំកំពុងស្វែងរកអ្នកបានទុកគាត់ចោលហេរ៉ូខ្ញុំចាក់ចេញហើយវីរៈបុរសផ្ដល់ឲ្យខ្ញុំនៅជីវិតឆ្កែនាំខ្ញុំទៅជួបអ្នកណាហ៊ានចូលប្រាសាទបិសាចឈាមខ្ញុំថ្ងៃនេះខ្ញុំនឹងអនុវត្តយុទ្ធធម៌ក្នុងនាមព្រះទីបំផុតអញនឹងបំផ្លាញឯងអារៈខ្ញុំដឹងថាអ្នកនឹងមករកខ្ញុំអ្នកដែលគេហៅថាជាទាហានសុចរិតមានរឿងជាច្រើនដែលមិនអាចបោះបង់ចោលក្នុងគ្រួសារនិងស្នេហាហាហាកណ្ដុរមិនសមហេតុសមផលទើបតែ3ថ្ងៃបានកន្លងផុតទៅការកោតសរសើររបស់ក្មេងនេះមិនត្រឹមតែបានជាសះស្បើយយ៉ាងពេញលេញប៉ុណ្ណោះទេការយល់ដឹងរបស់ខ្ញុំអំពីការចុះឈ្មោះគឺខ្លាំងជាងមុនជាច្រើនដងអំណាចនឹងមិនតិចជាងលេខារបស់បិសាចឈាមទេសាកសពខ្ញុំពិតជាស្លាប់មែនកូនប្រុសខ្ញុំនឹងទទួលយកឈាមនិងទេពកោសល្យរបស់អ្នកលេខាធិការបិសាចឈាមបើក
ha ha លើកនេះមានកម្លាំងតិចតួចប៉ុន្តែវានៅឆ្ងាយពីដូនតាចាស់ម្នាក់នេះឃើញថាបិសាចឈាមយិនមានវាសនា60ឆ្នាំមនុស្សរាប់ពាន់នាក់បានលះបង់ជីវិតរបស់ពួកគេយូរមកហើយគាត់បានក្លាយជាមនុស្សមិនអាចទទួលយកបានអាណាចក្រខ្ពស់បំផុតនៃភាពសមទៅនឹងសារធាតុពុលទាំងអស់វាពិតជាមិនអាចប្រៀបធៀបទៅនឹងសម្រាមរបស់ខៀនឈួនឡើយបើទោះបីជារូបកាយរបស់ព្រះគុណកម្រក្នុងមួយសតវត្សគុណនឹងសម្រេចបាននៅជំនាញពិសេសផ្ទាល់ខ្លួនរបស់អ្នកមិនអាចធ្វើអ្វីខ្ញុំបានទេ Stress តើមែនទេ